ចំពោះវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកនរគ្នាអំពីរបៀបនៃការដូរឈ្មោះ Facebook របស់យើងដែលយើងចង់ផ្លាស់ប្ដូរជាដំបូងយើងចូលទៅកន្លែងរូប profile រូប profile ហ្នឹងមកបន្ទាប់មកយើងចុចរូប profile ហ្នឹងមកយើងចុចការកំណត់នឹងឯកជនភាពចុចវាមកយើងចូលម្នាក់ការកំណត់ចូលការកំណត់ចុចលើការកំណត់ហ្នឹងមកយើងមើលមកខាងឆ្វេងយើងមានមជ្ឈមណ្ឌលគណនេយ្យអញ្ចឹងយើងចុចកន្លែងហ្នឹងមកចុចមជ្ឈមណ្ឌលគណនេយ្យបន្ទាប់មកយើងចូលមកផ្ទាំងមួយទៀតចូលមកផ្ទាំងហ្នឹងមកវាមានរូប profile របស់យើងនេះដាក់ឈ្មោះរបស់ខ្ញុំមកឈ្មោះរបស់ខ្ញុំចុចកន្លែងហ្នឹងមកខ្ញុំចុចកន្លែងហ្នឹងមកខ្ញុំមកយកកន្លែងនេះកន្លែងខាងក្រោមគឺឈ្មោះចាំមានថាយើងចុចកន្លែងហ្នឹងមកដើម្បីដូរឈ្មោះនេះឈ្មោះរបស់ខ្ញុំមកហត់សុកនៅអញ្ចឹងទៅខ្ញុំវាយដាក់សុកនៅហត់វិញខ្ញុំវាយដាក់សុកនៅហត់វិញអញ្ចឹងខ្ញុំសេមក AOT អូខេហើយទៅខ្ញុំចុចមើលការត្រួតពិនិត្យមានថាយើងចុចដើម្បីបញ្ជាក់ថាយើងបានដូរវាពិតប្រាកដមែននេះវាបានបញ្ជាក់ឲ្យនេះឈ្មោះដែលយើងដូរខាងលើហ្នឹងគឺសុកនៅហនអញ្ចឹងកន្លែងហ្នឹងគឺយើងបានវាឲ្យយើងបញ្ជាក់មើលឈ្មោះជាមុនដើម្បីធានាថាដូរហើយទៅខាងក្រោមនេះក៏វាបានបញ្ជាក់ដែរគេដាក់ថាចំណាំមានថាផ្ោះបដូរ Facebook ហ្នឹងគេឲ្យយើងចំណាំថាយើងដូរបានក្នុងចន្លោះពេលរយៈពេល60ថ្ងៃអញ្ចឹងយើងចុចរួចរាល់មកគឺអ៊ីនធឺណិតវាពងដើរទៅហើយអ៊ីនធឺណិតពងដើរអូខេចឹងមានថាយើងបានដូររួចរាល់អញ្ចឹងយើងចេញមកក្រៅដើម្បីចុចមើលវានេះយើងចុចចេញមកក្រៅមកចុចចេញមកក្រៅទៀតនេះនៅកន្លែងលើនេះនៅខាងឆ្វេងកន្លែង profile យើងឈ្មោះរបស់ខ្ញុំមុនហ្នឹងគឺហត់សុកនៅលើខ្ញុំបានដូរមកសុកនៅហត់អញ្ចឹងបើសិនអ្នកនរគ្នាពេញចិត្តវីដេអូនេះសូមជួយចុច subscribe រួចចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទសូមអរគុណ